ម៉ែក៏ហក់ខ្ញុំ8 ដងលើកទី1រឿងរ៉ាវដែលបានចាប់ផ្ដើមកើតឡើងតាំងពីពេលដែលខ្ញុំនៅវ័យកុមារមកម្លេះខ្ញុំបានកើតក្នុងត្រកូលគ្រួសារដ៏ក្រីក្រមួយរហូតដល់មានច្រើនលើកច្រើនសារណាស់ដែលពួកយើងគ្មានម្ហូបអាហារគ្រប់គ្រាន់សម្រាប់បរិភោគរៀងរាល់ពេលហូបបាយម៉ែតែងតែបែងចែកបាយជាចំណែករបស់ម៉ែមកឲ្យខ្ញុំហើយនិយាយថាញ៉ាំឲ្យច្រើនទៅកូនម៉ែមិនសូវឃ្លានទេនេះគឺជាលើកទី1ដែលម៉ែកុហកខ្ញុំលើកទី2នៅពេលដែលខ្ញុំធំពេញវ័យដឹងក្តីកាលណាតែងតែឃើញម៉ែជាទីស្រឡាញ់របស់ខ្ញុំបានប្រើពេលវេលាទំនេររបស់គាត់ទៅអង្គុយស្ទូចត្រីតាមដងស្ទឹងដែលនៅជិតផ្ទះម៉ែតែងតែនឹកសង្ឃឹមចង់ឲ្យកូនរបស់ម៉ែបានបរិភោគអាហារដែលមានឱជារសនិងមានគុណភាពគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់រាងកាយឲ្យបានរឹងមាំម៉ែតែងតែស្ងោរត្រីដែលគាត់ស្ទួចបាននោះធ្វើជាអាហារហើយក៏ជាមុខម្ហូបដែលខ្ញុំចូលចិត្តញ៉ាំជាងគេផងដែរខណៈពេលដែលខ្ញុំញ៉ាំត្រីស្ងោរម៉ែតែងតែអង្គុយនៅក្បែរខ្ញុំរួចបេះកំទេចសាច់ត្រីដែលនៅជាប់ឆ្អឹងដែលខ្ញុំញ៉ាំនៅសល់មកពិសាខ្លួនឯងហើយខ្ញុំមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តឥតឧបមាដំណក់ទឹកភ្នែកស្ទើរតែហូរជ្រែកមកស្រោចលើផែនថ្ពាល់ទាំងទ្វេរបស់ខ្ញុំរៀងរាល់លើកដែលខ្ញុំបានឃើញអ្នកម៉ែធ្វើបែបនេះខ្ញុំព្យាយាមចែករំលែកសាច់ត្រីជូនអ្នកម៉ែពិសាប៉ុន្តែម៉ែតែងតែបដិសេធនិងប្រាប់ខ្ញុំថាកូនញ៉ាំចុះម៉ែមិនសូវចូលចិត្តញ៉ាំសាច់ត្រីទេនេះគឺជាលើកទី2ដែលម៉ែកុហកខ្ញុំលើកទី3ពេលដែលខ្ញុំរៀននៅវិទ្យាល័យម៉ែខំធ្វើការកាន់តែខ្លាំងជាងមុនដើម្បីរកលុយឲ្យបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ការរៀនសូត្ររបស់ខ្ញុំនិងការចាយវាយគ្រប់យ៉ាងនៅក្នុងផ្ទះពេលខ្លះខ្ញុំក្រោកឡើងកណ្ដាលរាត្រីខ្ញុំឃើញម៉ែកំពុងតែអង្គុយធ្វើការនៅឡើយមានតែពន្លឺភ្លើងទៀនផ្លុងៗមួយដើមតូចប៉ុណ្ណោះដែលកំពុងឈរអាបកំដរអ្នកម៉ែនាពេលយប់ស្ងាត់ម៉ែយប់ជ្រៅណាស់ហើយម៉ែល្មមចូលសម្រានហើយស្អែកនេះម៉ែត្រូវធ្វើការទៀតណាខ្ញុំប្រាប់ម៉ែតែម៉ែញញឹមនឹងប្រាប់ខ្ញុំមកវិញថាកូនគេងមុនទៅម៉ែមិនសូវងងុយទេនេះគឺជាលើកទី3ដែលម៉ែកុហកខ្ញុំលើកទី4នៅពេលដែលប្រឡងបាក់ឌុបថ្ងៃចុងក្រោយម៉ែបានមកផ្ដល់កម្លាំងចិត្តដល់ខ្ញុំអ្នកម៉ែជានារីដ៏រឹងប៉ឹងនិងទន់ភ្លន់របស់ខ្ញុំកំពុងតែអង្គុយរងចាំខ្ញុំក្រោមកម្ដៅថ្ងៃដែលកំពុងបញ្ចេញរស្មីក្ដៅស្ទើរឆេះបានជះមកលើរូបអ្នកម៉ែអស់រយៈពេលជាច្រើនម៉ោងទម្រាំដល់ពេលកូនរបស់ម៉ែចេញពីបន្ទប់ប្រឡងដើម្បីផ្ដល់ក្តីសង្ឃឹមនិងលើកទឹកចិត្តឲ្យកូនអ្នកម្ដាយមិនព្រមចុះចាញ់រស្មីនៃព្រះសូរិយាដែលបានជះកម្ដៅមកលើរូបរាងកាយអ្នកម៉ែឡើយពេលស្នូលជួងបានបន្លឺឡើងជាសញ្ញាប្រកាសប្រាប់ថាការប្រឡងត្រូវបានបញ្ចប់នោះខ្ញុំក៏រុះរាន់ប្រញាប់រត់ទៅជួបម៉ែគ្រាន់តែម៉ែបានឃើញខ្ញុំភ្លាមអ្នកម៉ែក៏បានហុចទឹកផ្លែឈើដ៏ផ្អែមត្រជាក់មួយកំប៉ុងទុកក្នុងបំពង់ទឹកដែលម៉ែបានត្រៀមទុកជាស្រេចមកឲ្យខ្ញុំជាទឹកផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ខ្លាំងណាស់តែសេចក្តីស្រឡាញ់របស់ម៉ែផ្អែមត្រជាក់ជាងនេះជាអនេកអនន្តមិនអាចរករសជាតិអ្វីមកប្រៀបផ្ទឹមនឹងក្តីស្រឡាញ់របស់អ្នកម្ដាយបានឡើយខ្លួនប្រាណរបស់អ្នកម៉ែសើមជោគដ៏ញើសដោយក្តីស្រឡាញ់និងចិត្តអាណិតអ្នកម៉ែខ្ញុំបានហុចកែវទឹកផ្លែឈើឲ្យម៉ែនិងប្រាប់ឲ្យម៉ែពិសាជាមួយគ្នាតែម៉ែប្រាប់ថាញ៉ាំទៅកូនម៉ែមិនស្រេកទឹកទេម៉ែក៏ហក់ខ្ញុំជាលើកទី4លើកទី5បន្ទាប់ពីពុកស្លាប់ដោយសារជំងឺអ្នកម្ដាយដ៏គួរឲ្យអាណិតរបស់ខ្ញុំគាត់ត្រូវបានទទួលបន្ទុកលើការចាយវាយទាំងអស់ក្នុងគ្រួសារតែម្នាក់ឯងហើយជីវភាពក្រុមគ្រួសាររបស់យើងកាន់តែជួបបញ្ហាលំបាកខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃគ្មានពេលលះហែគ្មានថ្ងៃណាមួយពួកយើងបានទទួលនៅសេចក្តីសុខស្ងប់ក្នុងអារម្មណ៍ឡើយអ្នកជិតខាងជាច្រើនដែលមើលឃើញពីភាពលំបាករបស់ក្រុមគ្រួសារយើងពួកគេប្រកបដោយការអាណិតចិត្តមេត្តាក៏លោកដៃចូលមកជួយផ្ដល់យោបល់អ្នកខ្លះណែនាំឲ្យម៉ែយកប្តីថ្មីប៉ុន្តែម៉ែបដិសេធជានិច្ចព្រមទាំងប្រាប់ថាខ្ញុំមិនត្រូវការស្នេហាទេម៉ែក៏ហក់ខ្ញុំជាលើកទី5លើកទី6បន្ទាប់ពីខ្ញុំរៀនចប់និងមានការងារធ្វើហើយគឺជាពេលវេលាមួយដែលម៉ែគួរតែសម្រាកម្ដងហើយប៉ុន្តែមើលទៅម៉ែដូចជាមិនត្រូវការបែបហ្នឹងទេម៉ែនៅតែងើបពីព្រលឹមទៅលក់បន្លែនៅឯផ្សាររាល់ថ្ងៃដើម្បីសន្សំលុយកាក់បន្តិចបន្តួចទុកសម្រាប់ចាយវាយផ្ទាល់ខ្លួនម៉ែមិនដែលទទួលយកប្រាក់ខែដែលខ្ញុំធ្វើការនៅឯភ្នំពេញផ្ញើមកជូនគាត់នោះឡើយតែម៉ែបែរជាផ្ញើលុយមកឲ្យខ្ញុំវិញហើយប្រាប់ខ្ញុំថាម៉ែមានលុយចាយគ្រប់គ្រាន់ហើយកូននេះគឺជាលើកទី6ហើយដែលម៉ែកុហកខ្ញុំលើកទី7ដោយមានការជួយគាំទ្រពីអង្គការមួយខ្ញុំបានចូលរៀនបន្តថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យដ៏ល្បីឈ្មោះមួយក្នុងប្រទេសពេលខ្ញុំរៀនចប់ខ្ញុំត្រូវបានគេជ្រើសរើសឲ្យចូលបម្រើការងារក្នុងតំណែងមួយដែលទទួលបានប្រាក់ខែខ្ពស់បំផុតខ្ញុំបានតាំងចិត្តថានឹងទៅទទួលអ្នកម៉ែមករស់នៅយ៉ាងសុខសប្បាយជាមួយខ្ញុំនៅឯទីក្រុងដែរតែអ្នកម៉ែជាទីស្រឡាញ់
ញ់របស់ខ្ញុំគាត់មិនចង់រំខានខ្ញុំទេម៉ែប្រាប់ខ្ញុំថាម៉ែមិនស័ក្តិសមនឹងជីវិតក្នុងទីក្រុងទេកូនម៉ែក៏ហៅខ្ញុំជាលើកទី7លើកទី8នៅពេលដែលម៉ែកាន់តែចាស់ម៉ែត្រូវចូលសម្រាប់ព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យព្រោះម៉ែកើតជំងឺមហារីកពេលទទួលបានដំណឹងនេះភ្លាមខ្ញុំក៏ប្រញាប់ត្រឡប់មករកម៉ែជាទីស្រឡាញ់របស់ខ្ញុំភ្លាមម៉ែកំពុងតែសម្រានសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យយ៉ាងខ្សោះអស់កម្លាំងក្រោយពេលវះកាត់រួចម៉ែចាស់ច្រើនណាស់ម៉ែប្រឹងសម្លឹងមើលមុខខ្ញុំដោយខ្សែភ្នែកបង្ហាញឲ្យដឹងថាម៉ែស្រឡាញ់ខ្ញុំនិងមានបំណងចង់ជួបមុខខ្ញុំខ្លាំងណាស់ទីបំផុតម៉ែព្យាយាមញញឹមដាក់ខ្ញុំម៉ែស្គមខ្លាំងណាស់នឹងមើលទៅហាក់ដូចជាមានកម្លាំងថមថយជាទីបំផុតអារោគចង្រៃបានបំផ្លាញរាងកាយរបស់ម៉ែអស់ច្រើនណាស់ខ្ញុំសម្លឹងមើលម៉ែដោយទឹកភ្នែកហូរជោគជាំថ្ពាល់ក្តីអាណិតក្តីស្រឡាញ់ការថ្នាក់ថ្នមទំនុកបម្រុងរបស់ម៉ែមកលើកូនដ៏លើសលប់ស្មើនឹងជីវិតហាក់ដូចជាកំពុងមួលក្តិចផ្ដាច់បេះដូងឲ្យឃ្លាតចាកពីទ្រូងខ្ញុំហើយព្រោះតែឃើញម៉ែជាទីស្រឡាញ់របស់កូនកំពុងស្ថិតនៅក្នុងសភាពបែបនេះតែម៉ែប្រឹងសម្លឹងមើលមកខ្ញុំហើយប្រាប់ថាកុំយំអីកូនសម្លាញ់ម៉ែអត់មានអារម្មណ៍ឈឺចាប់អីទេនេះគឺជាលើកទី8ដែលម៉ែកុហកខ្ញុំបន្ទាប់ពីម៉ែកុហកខ្ញុំរួចហើយភ្នែករបស់ម៉ែក៏បិទចុះសន្សឹមលែងបើកវិញជារៀងរហូតពុទ្ធោអើយអ្នកម្ដាយខ្ញុំស្លាប់ចោលខ្ញុំហើយអ្នកម៉ែខ្ញុំស្ទើរគាំងបេះដូងទន់ជង្គង់ក្របស្រែកយំនៅក្បែររូបកាយដ៏ស្ដោកស្ដឹងរបស់ម៉ែបើមានជាតិក្រោយមែនពិតកូនសូមកើតជាកូនរបស់ម៉ែម្ដងទៀតណាម៉ែណាហើយដល់វិញម៉ែក៏ហក់កូនម៉ែមិនស្រឡាញ់កូនទេអីទិញបងឯងទិញនំទឹកក្រូចពីផ្សារក៏ហងកូនថាញ៉ាំទៅម៉ែមិនឃ្លានទេមុខម្ហូបសាច់ត្រីអាហារអ្វីដែលឆ្ងាញ់ជាងគេក៏ម៉ែក៏ហងថាទេមិនចូលចិត្តម្ហូបនឹងឡើយម៉ែប្រឹងយប់ថ្ងៃដើម្បីក្តីសុខកូនកូនញើឈាមសាងក្បូនអើយកូនជីឆ្លងដល់ត្រើយម៉ែគេងមិនគ្រប់ស្ងាត់ងក់គ្រុនឈឺទន់ខ្លួនហើយតែម៉ែមិនមាត់នៅឆ្លើយគូហងថាមិនងងុយម៉ែរឹងមាំស៊ូទ្រាំមេម៉ាយខោអាវជាប់កាយចាំងហើយស្នាមបាំងបែកព្រុយម៉ែក៏ហងកូនខ្ជិលទិញថ្មីថាថ្លៃស្ដាយលុយម៉ែផ្លឹកទឹកមុខស្អុយគិតលុយទុកអើយកូនរៀនម៉ែឈឺស្គមខ្លាំងស្លេកស្លាំងឡើងអស់សងខំម៉ែនៅញញឹមខំទ្រាំទាំងរោគបៀតបៀនមិនទៅព្យាបាលម៉ែក៏ហងព្រុងលុយកូនរៀនរូបថតម៉ែមុខធូបពៀនទឹកភ្នែកកូនយំនឹកម៉ែជាប់កាយចាំងហើយស្នាមបាំងបែកព្រុយម៉ែក៏ហងកូនខ្ជិលទិញថ្មីថាថ្លៃស្ដាយលុយម៉ែផ្លឹកទឹកមុខស្អុយគិតលុយ
ទុកឲ្យកូនរៀនម៉ែឈឺស្គមខ្លាំងស្លេកស្លាំងឡើងអស់សងធំម៉ែនៅញញឹមខំទ្រាំទាំងរោគបៀតបៀនមិនទៅព្យាបាលម៉ែក៏ហងព្រោះលុយកូនរៀនរូបថតម៉ែមុខធូបទៀនទឹកភ្នែកកូនយំនឹកម៉ែម៉ែសិនជាមានជាក្រៅម៉ែកូនសូមប្រាថ្នាកើតជាកូនរបស់ម៉ែទៀតណាម៉ែណា